Là ngày này đó này là miền Polymer thay mới tiệt đấy hay Polymer nó có điểm sầm khăn đấy tẹt tông để nẹt để chui chất nhám terrain chẳng á chẳng hàng sầm mà cốm cả sự cam terrain bay nhận lông tầng trống xôn chùm điệp chui nằm nâng đo mặt đai nẹt lụa đóm lụa riết nâng bóng ố nửa giống body pop terrain đoสังเกตឃើញថានាពេលកន្លងទៅមានចរន្តលក់ដូរផ្លែទុរេនមួយចំនួននៅតាមបណ្ដាក្រុងរាជធានីខេត្តបានផ្សព្វផ្សាយលក់ដោយអះអាងថាជាទុរេនបែកអន្លង់យ៉ាងកក្រឹកកក្រែងទៅដល់អ្នកបរិភោគជាពិសេសតាមបណ្ដាញសង្គមដែលទាំងនេះវាធ្វើឲ្យប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីខាងបែកអន្លង់ទាំងមូលដោយហេតុថាទុរេនដែលដាក់លក់ទាំងនោះមិនមានប្រភពពិតប្រាកដឬក៏អាចជាទុរេននាំចូលពីប្រទេសជិតខាងដែលចិនមិនអនុញ្ញាតឲ្យចូលកថាបានដែរទាំងនេះអាចបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរសូមបងប្អូននិយមបរិភោគទុរេនជ្រាបថាគិតត្រឹមថ្ងៃទី7 ខែឧសភាឆ្នាំ2025នេះទុរេនបែកអន្លង់ឬទុរេនមានប្រភពមកពីតំបន់បែកអន្លង់ភាគច្រើនបំផុតមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេចំពោះពូជទុរេនម៉ាន់ថងហើយករណីទុរេនម៉ាន់ថងដែលអាចកាត់បានគឺមានបរិមាណតិចតួចបំផុតដែលមិនអាចដាក់លក់ឬផ្សាយលក់យ៉ាងច្រើនឬដល់រាប់តោននោះបានទេអាស្រ័យហេតុនេះដូចបានរៀបរាប់ខាងលើសូមបងប្អូនដែលនិយមបរិភោគទុរេនបែកអន្លង់មេត្តាជ្រើសរើសទិញដោយពិចារណាដើម្បីសុខុមាលភាពសាច់ញាតិនិងខ្លួនឯងផ្ទាល់ខាងសមាគមកសិកម្មទុរេនបែកអន្លង់ស្ទឹងត្រង់បានប្រកាសឲ្យអ្នកនរគ្នាដឹងពីព័ត៌មានហ្នឹងអញ្ចឹងណាអញ្ចឹងគូមុនពេលដែលយើងទៅទិញទុរេនហូតយើងគួរតែសួរពីប្រភពឲ្យច្បាស់លាស់ព្រោះខាងថៃនិងខាងវៀតណាមឥឡូវទុរេនគឺគេឲ្យនាំចេញទៅប្រទេសចិនទេអញ្ចឹងខ្ញុំមិនដឹងថាវាមិនដែរអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាប្រយ័ត្នទាំងអស់គ្នាព្រោះទុរេនដែលពីមុនដែលខ្ញុំធ្លាប់អានព័ត៌មានហ្នឹងគឺទុរេនដែលពីវៀតណាមនាំចូលទៅចិនហ្នឹងគឺគេស្តុបទុកហ្មងព្រោះវាមានសារជាតិមហារីកអញ្ចឹងណាខ្ញុំចង់ស្នើសុំឲ្យអ្នកទាំងអស់គ្នានឹងប្រុងប្រយ័ត្នឲ្យខ្លាំងមែនតើហ្នឹងហើយកុំភ្លេចជួយ follow page របស់ខ្ញុំផងអរគុណ